សូមជម្រាបសួរលោកលោកស្រីប្រិយមិត្តទូទាំងអ្នកជនជាទីគោរពឥឡូវនេះយើងវិលមកជួបគ្នាសាជាថ្មីទៀតហើយនៅក្នុងកម្មវិធីការផ្សាយផ្ទាល់ហងមានព័ត៌មានពេលរសៀលបាទទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ព័ត៌មានហងមេពេលរសៀលបាទថ្ងៃនេះថ្ងៃច័ន្ទដើមសប្តាហ៍នៃព័ត៌មានហងមេពេលរសៀលរបស់យើងហើយយើងខ្ញុំទាំងពីរនាក់នៅតែបន្តព័ត៌មានសំខាន់អំពីព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាព័ត៌មានសន្តិសុខសង្គមបាទព័ត៌មានជាដំបូងនៅក្នុងថ្ងៃនេះគឺតកតូននឹងរថយន្តតាក់ស៊ីគឺរថយន្តតាក់ស៊ីមហាកំផែងគាត់ស្រវឹងទាំងថ្ងៃតែម្ដងបានបើកបង្កមានគ្រោះថ្នាក់ចរាចរណ៍ហើយមនុស្សរងរបួសពី3នាក់ឯណោះបានបើកបររថយន្តតាក់ស៊ីមហាកំផែងស្រវឹងស្រាទាំងថ្ងៃរែកចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនឹងជាពេញទំហឹងបណ្ដាលឲ្យស្ត្រីជនជាតិបរទេសម្នាក់រយះកជើងខាងស្ដាំនិងបរិសុជនជាតិបរទេសម្នាក់ផ្សេងទៀតបានបាក់ដៃខាងឆ្វេងចំណែកឯអ្នកបើករថយន្តនឹងគឺបែកមុខបែកមាត់កើតឡើងកាលពីវេលាម៉ោង 12:50 នាទីថ្ងៃត្រង់ថ្ងៃទី 27 ខែធ្នូនៅក្បែររោងចក្រស្រាបៀរកម្ពុជាតាមផ្លូវលេខ 217 ភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោប្រភពព័ត៌មានបានដឹងថាមុនពេលកើតហេតុរថយន្តតាក់ស៊ីមហាកំផែងពោផ្ទៃមេឃលាយសនោះជិះគ្នា3នាក់អ្នកបើកបររថយន្តដឹកភ្ញៀវជនជាតិបរទេស2នាក់ប្រុសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងជូនជនជាតិបរទេសទៅទស្សនាសារមន្ទីរបឹងជើងឯកក្នុងល្បឿនយ៉ាងលឿនដោយសារតែអ្នកបើកបរស្រវឹងមកដល់ចំណុចខាងលើក៏បានរេចង្កូតទៅបុកនឹងបង្គោលភ្លើងបំភ្លឺចំកណ្ដាលទ្រូងផ្លូវតែម្ដងហើយពោះសួននឹងចំកណ្ដាលសួននឹងតែដែលទើបតែសាងសង់មិនតាន់រួចផងនឹងបង្គោលភ្លើងនោះហើយធ្វើឲ្យរថយន្តបើកបុកចំពីមុខពេញទំហឹងតែម្ដងបាទផ្លូវនេះធ្វើតន់ហើយណាបាទគាត់បើកធ្លាក់ទៅចំណែកភ្ញៀវដែលជិះក្នុងរថយន្តធ្វើជាស្ត្រីជនជាតិបរទេសនេះបានរយះកជើងខាងស្ដាំចំណែកឯជនជាតិបរទេសម្នាក់ផ្សេងទៀតបានបាក់ដៃខាងឆ្វេងហើយអ្នកបើកបរបែកមុខបែកមាត់តែម្ដងដោយឡែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោហើយបានអាងថារថយន្តបែកកង់ប៉ុន្តែសមត្ថកិច្ចពិនិត្យជុំវិញអត់មានឃើញរថយន្តបែកកង់នោះទេហើយមានធុំក្លិនស្រានៅចាប់ខ្លួនអ្នកបើកបរទៅវិញអ្នកបើកបររថយន្តបង្កនិងរថយន្តអ្នកបង្កនិងរថយន្តត្រូវបានរក្សាទុកឋានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយបាទនេះគាត់ស្រវឹងទៅថ្ងៃហើយគាត់មានទូនាទីជាអ្នកបើកបរជាតាក់ស៊ីទៅទៀតអ្នកបើកបរតាក់ស៊ីហើយពូធម្មតាទេអ្នកដែលជិះគឺគាត់ផ្ញើជីវិតទៅលើអ្នកបើកបរដល់ពេលគាត់ស្រវឹងអញ្ចឹងចាបង្កទៅជាបញ្ហាព្រោះថាយើងជាអ្នករត់តាក់ស៊ីអញ្ចឹងយើងមានទំនួលខុសត្រូវខ្ពស់ព្រោះថាគេជិះមួយយើងគេទុកចិត្តណាអ្នកនាងទុកចិត្តអញ្ចឹងយើងជួយដំណើរគេទៅណាទៅណីគេទុកចិត្តលើយើងហើយអញ្ចឹងបើសិនយើងខ្វះការទំនួលខុសត្រូវអញ្ចឹងវាជារឿងមួយដែលមិនល្អផងដែរសំខាន់គឺអ្នកជនរងគ្រោះហ្នឹងគឺជាជនជាតិបរទេសទៀតដល់ពេលអញ្ចឹងវាអាចជាបញ្ហាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ក៏គាត់ថាខ្លាញ់ចេះខ្លាញ់ចុះនៅពេលដែលធ្វើដំណើរនៅក្នុងប្រទេសយើងអញ្ចឹងសូមមានការប្រុងប្រយ័ត្នសម្រាប់អ្នកដែលបើករថយន្តតាក់ស៊ីនឹងពួកអីគាត់ក៏ជាអ្នកនាំសារសំខាន់មួយដែរសម្រាប់ជនប្រជាពលរដ្ឋនឹងចា៎ឥឡូវយើងបន្តព័ត៌មានពាក់ព័ន្ធនឹងជនជាតិបរទេសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងអបតេយ្យឃាត់ខ្លួនជនជាតិបរទេស2នាក់ជនជាតិបរទេស2នាក់ធ្វើសកម្មភាពលួចដកលុយតាមម៉ាស៊ីន ATM នៅក្នុងរាជធានីភ្នំពេញត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងអបតេយ្យនាំទៅឆែកឆេរផ្ទះជួលកាលពីវេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី 26 ខែធ្នូឆ្នាំ 2014 នេះនៅចំណុចបរិយសុភមង្គលភូមិផ្ទះលេខ V10B ផ្លូវលេខ 579 ក្រុម 8 ភូមិ 3 សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាដោយសារចូលរួមជាមួយនឹងលោកមានការចូលរួមពីលោកហៀងសុភ័ក្រព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញជនជាតិបរទេសទាំងពីរនាក់ដែលត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនមានឈ្មោះថា Probiel Pret ដាវីញ៉េបាទជាជនជាតិរ៉ូម៉ានីបាទអាយុ45ឆ្នាំហើយនឹងម្នាក់ផ្សេងទៀតឈ្មោះថាអូដាឈីគ្រីស្ទីលបាទភេទប្រុសអាយុ35ឆ្នាំជាជនជាតិរ៉ូម៉ានីដូចគ្នាប្រភពព័ត៌មានពីនគរបាលក្រសួងមហាផ្ទៃបានដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីធនាគារជាច្រើននៅក្នុងរាជធានីភ្នំពេញមានក្រុមជនល្មើសបានធ្វើសកម្មភាពលួចលុយតាម ATM ធ្វើឲ្យបាត់លុយអស់ជាច្រើនទៅកម្លាំងយកឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវហើយរហូតដល់ថ្ងៃទី 23 ខែធ្នូឆ្នាំ 2014 ទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេស2នាក់បន្ទាប់ពីជនសង្ស័យជាជនជាតិបរទេសនោះកំពុងធ្វើសកម្មភាពលួចដកលុយពី ATM ហើយក្នុងសង្កាត់រិស័យកែវរាជធានីភ្នំពេញបន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរផ្ទះជួលជនជាតិបរទេសខាងលើរកឃើញម៉ាស៊ីនរាប់លុយចំនួន1កុំព្យូទ័រយួរដៃ1ម៉ាស៊ីនផ្ទុកឯកសារចំនួន2ម៉ាស៊ីនឆូតកាត ATM 1ទូរស័ព្ទម៉ាក Samsung Bank ឬ Samsung Bank
បាទកាមេរ៉ា ATM មួយទៀតហើយលិខិតឆ្លងដែនចំនួន5និងវត្ថុតាងមួយចំនួនផ្សេងទៀតបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយនឹងវត្ថុតាងត្រូវបាននាយកដ្ឋានព្រំប្រទានក្រសួងមហាផ្ទៃកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរបាទនេះគឺជនជាតិបរទេសគាត់ជំនាញខាង ATM កាលពីមុនដូចមានម្ដងហើយចាប់បានជនជាតិគាត់ដកលុយបានរាប់ម៉ឺនដុល្លារណោះគាត់និយាយថាគាត់មាន ATM បន្លំណាកញ្ញានាងបន្លំហើយគាត់ដកបានច្រើនបាទឥឡូវចាប់បាន2នាក់ហើយដោយសារតែមានពាក្យបណ្ដឹងពីខាងមានថាមាន ATM បន្លំអីទេតើតើនឹងរឿងហ្នឹងធ្លាប់មានវីដេអូឃ្លីបមួយគឺបង្ហោះតាមបណ្ដាញសង្គមយើងហ្នឹងដោយសារអីគឺមានកាត ATM ធម្មតាហើយគឺមានសម្រាប់ខ្ទាស់គឺមាននិយាយទៅគឺមានតិចនិចរបស់គេហ្មងមិនមែនថា ATM កាត ATM ហ្នឹងយកមកបន្លំគេបានទេគ្រាន់តែថាអានេះអធិស្ឋានអ្នកដែលទៅលួចហ្នឹងគឺគេមាន technique របស់គេនៅក្នុងការឆ្នៃនឹងតែម្ដងមិនមែនថា ATM នឹងចេញមកគឺបន្លំបានងាយៗទេចា៎បាទនេះទុកឲ្យសមត្ថកិច្ចជាអ្នកពិនិត្យបន្ថែមទៀតចំពោះអ្នកដែលមានបច្ចេកទេសខ្ពស់នោះឥឡូវយើងបន្តព័ត៌មានមួយទៀតចុះពាក់ព័ន្ធនឹងពស់ថ្លាន់លូនចូលផ្ទះហ្នឹងត្រូវបានគេជឿថាគឺជាបារមីលោកតាបឹងត្របែកបាទនេះតាមប្រជាពលរដ្ឋគាត់ជឿណាពស់ថ្លាន់ទម្ងន់ប្រមាណជា30គីឡូក្រាមមួយក្បាលបានលូនចូលផ្ទះប្រជាពលរដ្ឋហើយហៅលោកគ្រូមកសន្ធិដ្ឋប្រាប់ថាជាបារមីរបស់លោកតាបងវត្តបឹងត្របែកសូមមកជួយថែរក្សាមិនឲ្យយកទៅប្រឡែងនោះទេធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី26ខែធ្នូឆ្នាំ2014នេះបើតាមសម្ដីរបស់ស្ត្រីឈ្មោះហៀងគៀងអាយុ65ឆ្នាំស្នាក់នៅផ្ទះជាប់ដែលពស់ថ្លាន់វាចូលបានឲ្យដឹងថានៅវេលាម៉ោង6ព្រឹកថ្ងៃទី26ខែធ្នូគាត់បានប្រទះឃើញពស់ថ្លាន់មួយក្បាលដែលមានទម្ងន់30គីឡូដែលមានប្រវែង3ម៉ែត្រកន្លះបានលូនចូលមកទ្វារផ្ទះលេខ72ពេលដែលឃើញបែបនេះម្ចាស់ផ្ទះនិងប្រជាពលរដ្ឋនៅភូមិមានជំនឿបានទូរស័ព្ទនិមន្តគ្រូទាយម្នាក់មកធ្វើដំណើរពីខេត្តកំពង់ចាមមកដល់បានធ្វើពិធីចូលរូបសន្ធិដ្ឋនៅកន្លែងដែលពស់ចូលតែម្ដងពេលដែលគ្រូនោះចូលរូបហើយក៏បានប្រាប់ថាពស់ថ្លាន់មួយក្បាលនេះជាបារមីរបស់លោកតាបងបត់បឹងត្របែកសូមមកជួយថែរក្សានៅទីនេះរយៈពេល7ថ្ងៃកុំឲ្យយកពស់ថ្លាន់នេះទៅដាក់ទីណាឲ្យសោះតែពស់មួយក្បាលនេះក៏បានលូនចូលទៅខាងក្រោមជណ្ដើរទៅហើយបន្ទាប់ពីមានការទស្សទាយពីគ្រូល្បីដែលប្រជាពលរដ្ឋមានជំនឿនោះម្ចាស់ផ្ទះនិងប្រជាពលរដ្ឋបានហៅជាងមកផ្សារដែកឲ្យពស់រស់នៅក្រោមជណ្ដើរបណ្ដោះអាសន្នរួចហើយនឹងធ្វើទ្រង់ឲ្យរស់នៅជាឲ្យមានសមរម្យផងដែរបាទនេះគឺជាជំនឿរបស់ប្រជាពលរដ្ឋគាត់ជឿថាមានបារមីអញ្ចឹងណាគេថាជំនឿបាទឥឡូវយើងបញ្ចប់ព័ត៌មាននេះតែប៉ុណ្្នឹងចាស់បាទចាលោកអ្នកឥឡូវនេះចូលទៅរឿងជាបន្តទៀតគឺអាជីវករផ្សារ PC ហ្នឹងតវ៉ារឿងដំឡើងថ្លៃតូបនិងការដាក់សំណាញ់ព័ទ្ធជុំវិញផ្សារហើយហេតុការណ៍នេះគឺកើតឡើងកាលពីរសៀលថ្ងៃ26គឺអាជីវករនៅក្នុងផ្សារ PC ប្រមាណជា166នាក់គឺបាននាំគ្នាតវ៉ានៅមុខការិយាល័យផ្សារ PC ចំនួន2ចំណុចគឺរឿងដំឡើងថ្លៃតូបលក់ដូរនិងការដាក់សំណាញ់ព័ទ្ធជុំវិញផ្សារ PC ដែលមានទីតាំងនៅក្នុងភូមិថ្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យដំណើរអាជីវករផ្សារ PC បានឲ្យដឹងថាថៃកែផ្សារជាលោកអុកញ៉ាលុចសេរីតកន្លងមកគឺអាជីវករលក់ដូរទាំងអស់គឺមានចំនួន166តូបហើយតម្លៃតូបលក់ដូរកំពៃកំប៉ុកក្នុងមួយខែគឺ$28ហើយចំណែកតូបលក់បន្លែនិងសាច់តម្លៃ$80នៅក្នុងមួយខែហើយលុះពេលដូរអ្នកគ្រប់គ្រងថ្មីថៅកែចាស់ដដែលចាក់បាយជាទៀមទាដំឡើងថ្លៃតូបពីមួយខែ$28ទៅ$50អូឡើងចង់ចិត្តពាក់កណ្ដាលចារហូតទៅដល់ឆ្នាំថ្មីនេះគឺឡើងដល់ទៅ$60ចំណែកឯតូបតម្លៃ$80គឺឡើងដល់$110ទៅដល់$120ទើបឲ្យធ្វើឲ្យអាជីវករទាំងអស់នាំគ្នាតវ៉ារឿងបញ្ហាឡើងថ្លៃតូបនេះហើយម្យ៉ាងទៀតអ្នកគ្រប់គ្រងផ្សារក៏បានផ្សារសំណាញ់ព័ទ្ធជុំវិញផ្សារធ្វើឲ្យអាជីវករពិបាកនៅក្នុងការលក់ដូរអាជីវករសំណូមពរមិនឲ្យដាក់សំណាញ់ព័ទ្ធជុំវិញផ្សារទេគឺទុកដូចកាលពីមុនកន្លងមកហើយអាជីវករក៏បានលើកឡើងថាផ្សារនេះអត់មានកន្លែងផ្ញើម៉ូតូទេគឺរាល់ថ្ងៃយកចំណីផ្លូវព័ទ្ធធ្វើជាកន្លែងផ្ញើម៉ូតូទើបអ្នកគ្រប់គ្រងថ្មីដាក់សំណាញ់ក្រុមហ៊ុនអាជីវករលក់ដូរមិនឲ្យចាគឺដាក់សំណាញ់ហូមអាជីវករគឺមិនឲ្យគាត់លយចេញក្រៅរញ៉េរញ៉ៃងាយស្រួលនៅក្នុងការពាត់កន្លែងដើម្បីដាក់ផ្ញើម៉ូតូចាអាជីវករក៏បានលើកឡើងទៀតថាកាលពីមុនគឺមិនសូវមានអាជីវករលក់ដូរទេកន្លែងទូលាយងាយស្រួលដាក់លក់ដូរក៏ប៉ុន្តែអ្នកលក់ច្រើនជាងអ្នកទិញទៅទៀតធ្វើកន្លែងលក់ដូរកាន់តែរួមតូចហើយអ្នកលក់អត់ដាច់ចាហើយផ្សារនេះមានមនុស្សដើរផ្សារតែពេលពីម៉ោង7ដល់ម៉ោង9ព្រឹកតែប៉ុណ្ណោះគឺអស់មនុស្សទិញហើយជីវករក៏បានសំណូមពរឲ្យផ្សារហ្នឹងបញ្ចុះតម្លៃតូបនិងដកសំណាញ់ដែលទើបនឹងផ្សារដាក់ថ្ងៃកាលពីថ្ងៃ26ហ្នឹងគឺដកចេញវិញហើយចំណែកអ្នកគ្រប់គ្រងផ្សារក៏បានលើកហេតុផលប្រាប់អាជីវករថាការផ្សារសំណាញ់នេះដើម្បីសុវត្ថិភាពសន្តិសុខជូនអ្នកលក់ដូរតែប៉ុណ្ណោះហើយខាងផ្សារក៏បានផ្អាកឈប់ផ្សារសំណាញ់នោះទៀតហើយនៅព្រឹកថ្ងៃ27ធ្នូនេះធ្វើឲ្យអាជីវករក៏បានធ្វើការផ្អាកតវ៉ាដែរចា៎
បាទនេះគឺជាកង្វល់របស់ប្រជាពលរដ្ឋហើយគាត់សំណូមពរឲ្យខាងផ្សារមានការដោះស្រាយណាក៏មកហុំគាត់ចិត្តពេកនឹងការទៅគាត់មិនបានលក់ណា ចាពីចំណុចហើយតកតងទៅនឹងការដំឡើងថ្លៃតូបហើយនឹងការផ្សារសំណាញ់ឥឡូវនេះសំណាញ់នឹងក៏មានការដោះស្រាយហើយតែសង្ឃឹមថាមានការដោះស្រាយជាបន្តទៀតនៅការដំឡើងថ្លៃតូបព្រោះថាគាត់និយាយថាអ្នកដែលទៅផ្សារនឹងគឺមានតែពីម៉ោង7ដល់ម៉ោង9ព្រឹកទេចាអញ្ចឹងចាជំការឡើងតូបថ្លៃពេកទៅគាត់ចំណូលគាត់រហមកអត់គ្រប់ចាហើយផ្លាក់មានចំណេញចាលោកអ្នកឥឡូវនេះយើងខ្ញុំទាំងពីរអ្នកក៏សូមអនុញ្ញាតសម្រាប់មួយផ្លែតសិនវគ្គក្រោយយើងនឹងជួបគ្នាជាបន្តទៀត